Gallery ដើរតួនាទីសំខាន់ក្នុងការរំលឹកទៅលើការងារយើងបានធ្វើរួចមកហើយសម្រាប់យើងផ្ទាល់និងក្រុមការងារផ្ទាល់អញ្ចឹងអ្នកដែលមក visit office របស់យើងគាត់ត្រូវយល់អំពីអ្វីទៅដែលជាគោលគំនិតហើយនិងចំណុចសំខាន់របស់សកម្មកម្មរបស់យើងអញ្ចឹងពេលដែលគាត់មកធ្វើការមួយយើងវាអាចដើរតួនាទីមួយទៀតគឺអាចបញ្ជ្រាបឲ្យគាត់យល់កាន់ច្បាស់ថាយើងជានរណាវាគឺជាអត្តសញ្ញាណរបស់យើងការរស់នៅរបស់យើងការធ្វើការរបស់យើងនៅក្នុង office របស់យើងជាដើមឆ្លងកាត់បទពិសោធន៍ជាង10ឆ្នាំកន្លងមកហ្នឹងគឺសកម្មកម្មដែលល្អគឺជាសកម្មកម្មមួយដែលលើសពីការបង្ក្រប់នៅនឹងតម្រូវការប្រើប្រាស់របស់គម្រោងមួយហ្នឹងសកម្មកម្មរបស់ពួកយើងឆ្លងកាត់កន្លងមកហ្នឹងគឺអាចសន្និដ្ឋានថាជាសកម្មកម្មមួយដែល fluid ឬមួយក៏មានភាព flow ដែលអាចបញ្ញាខ្លួនទៅនឹងទីតាំងភូមិសាស្ត្រទៅនឹងធម្មជាតិទៅនឹងទីកន្លែងហើយនឹងអ្នកជិតខាងជាដើមរបៀបនៃការបញ្ញាខ្លួននឹងធម្មជាតិហ្នឹងគឺវាតកតងជាមួយនឹងការបញ្ចូលធម្មជាតិមកនៅជាមួយនឹងការរស់នៅខាងក្នុងអាចជាវិធីសាស្ត្រមួយការបង្កើតទស្សនីយភាពនៅខាងក្រៅធ្វើម៉េចឲ្យអ្នកនៅខាងក្នុងហ្នឹងអាចទស្សនានៅទស្សនីយភាពនៅខាងក្រៅឲ្យបានល្អបានហើយក៏មានវិធីសាស្ត្រផ្សេងទៀតដោយការប្រើប្រាស់ខ្យល់និងពន្លឺធ្វើម៉េចឲ្យខ្យល់ពន្លឺមានលំហូរបានល្អនៅក្នុងគម្រោងអគាររបស់យើងដើម្បីឲ្យកាន់តែស៊ីជម្រៅទៀតយើងអាចសិក្សារហូតទៅដល់សិល្បៈ artwork sculpture painting ជាដើមដែលអាចបន្ថែមនៅភាពលេចធ្លោរបស់ទីតាំងដែលយើងប្រើប្រាស់ហ្នឹងដែលឆ្លុះបញ្ចាំងអំពីធម្មជាតិរីឯជំនុនដំបូងហ្នឹងភាគច្រើនគម្រោងរបស់យើងច្រើនតែនៅក្នុងទីក្រុងឯងមកដល់ពេលនេះយើងឃើញថាការយល់ដឹងរបស់ស្ថាបត្យកម្មត្រូវបានសាយភាយគ្រប់ទីកន្លែងនៃប្រទេសកម្ពុជាយើងអញ្ចឹងគម្រោងសប្តាហ៍ថ្ងៃនេះគឺយើងមានគម្រោងច្រើននៅខេត្តនៅទីកន្លែងដែលដាច់ស្រយាបអាចថានៅលើភ្នំមាត់សមុទ្រជាដើមពួកយើងតែងតែព្យាយាមទៅសិក្សាទីតាំងភូមិសាស្ត្រឲ្យបានល្អិតល្អន់យើងព្យាយាមឲ្យយល់អំពីទីតាំងភូមិសាស្ត្រកន្លែងហ្នឹងព្យាយាមយល់អំពីចរាចរណ៍នៃការទៅដល់របស់មនុស្សរបៀបម៉េចនៅក្នុងស្ថានភាពពេលនេះហើយនិងស្ថានភាពពេលដែលធ្វើអគារហើយជាដើមអ្វីដែលសំខាន់ដែលពួកយើងតែងតែធ្វើជារឿយព្យាយាមដេញតាមពន្លឺថ្ងៃព្រះអាទិត្យនេះមួយគឺវាជាសភនភាពធម្មជាតិមួយដែលមនុស្សលោកយើង share ទាំងអស់គ្នាបើសិនជាយើងជាស្ថាបត្យករយើង capture យកព្រះអាទិត្យមួយហ្នឹងយកពន្លឺថ្ងៃមួយហ្នឹងវាចូលមកក្នុងលំហនៃគម្រោងរបស់យើងដើម្បីឲ្យគម្រោងមួយបានដំណើរការទៅមានភាពរលូនគឺទាមទារឲ្យមានការចូលរួមសហការជាមួយនឹងអ្នកជំនាញដទៃផ្សេងទៀតដូចជាវិស្វករបាទដូចជាអ្នកខួងគ្រឹះបាទសិល្បករ interior designer អ្នកលក់ furnitureកន្លែងធ្វើការពីកន្លែងមុនមកកន្លែងនេះគឺកន្លែងនេះមានភាពងាយស្រួលទៅដល់ accessibility ហើយនឹងការទៅជួបភ្ញៀវឬមួយក៏ភ្ញៀវមកជួបយើងជាដើមឬមួយក៏ supplier ហ្នឹងគឺអាចងាយស្រួលណាត់មករកគ្នាឃើញនៅកន្លែងមួយហ្នឹងហើយនៅក្នុងអគារមួយនេះក៏មានក្រុមហ៊ុនជាច្រើនដែលលក់សម្ភារៈគ្រឿងបរិក្ខារសំណង់ដែលតាក់ទងទៅនឹងវិស័យរបស់យើងមានទីកន្លែងឯកជនមានទីកន្លែងរួមនៅក្នុង office យើងត្រូវការទីធ្លាដាក់សម្ភារៈ material library មាន gallery យើងមានតុប្រជុំមានតុខុសៗគ្នានៅក្នុងនឹងដោយសារពេលខ្លះទៅយើងត្រូវការបង្វែរអារម្មណ៍មកអង្គុយធ្វើការនៅនេះវិញយើងបង្វែរអារម្មណ៍មកជួបគ្នានៅកន្លែងនេះវិញខ្ញុំមានអារម្មណ៍ថាវាដូចជាសហគមន៍ទូចមួយដោយប្រមូលផ្ដុំទៅដោយ young and passion ទៅលើវិស័យស្ថាបត្យកម្មនេះកន្លែងដែលខ្ញុំធ្វើការរាល់ថ្ងៃគឺជា open office ដែលយើងអាចមានការទំនាក់ទំនងគ្នាជិតដិតណាដោយសារការងារយើងគឺត្រូវការទំនាក់ទំនងគ្នាត្រូវការឆ្លើយសំណួរគ្នាដើម្បីពិភាក្សារកដោះស្រាយបញ្ហាទៅលើចំណោទដែលយើងជួបរាល់គម្រោងដែលយើងធ្វើ
atmosphere វាខុសគ្នាដោយសារតែដូចជានៅក្នុង meeting room អញ្ចឹងយើងមានជាលក្ខណៈ natural sunlight មានជា flexible furniture នៅក្នុងហ្នឹងអីចឹងណាដោយសារតែការងាររបស់យើងហ្នឹងគឺវាពេលខ្លះយើងអាចមានជា individual work ហើយក៏មានជាលក្ខណៈ team work ដែរ វាជាជននេះមួយដើម្បីយើងនៅពេលដែលយើងធ្វើ project A1 អញ្ចឹងយើងមានយើង explore ជាមួយគ្នា discuss ជាមួយគ្នាហើយខ្ញុំគិតថាសម្រាប់ការងារទាំងអស់គឺដែលយើងធ្វើកន្លងមកដែល project ដែលល្អៗកន្លងមកគឺបានដោយសារ team ទាំងអស់គ្នាគាត់ជួយសហការគ្នាអញ្ចឹងនៅទីនេះគឺ space គឺ inspire ច្រើនមែនទែនតាក់ទងនឹងការ hanging project របស់យើង display project របស់យើងហើយយើងមានជា display furniture យើងមានជាសិភៅសម្រាប់យើងសិក្សាដើម្បីយក inspiration នៅពេលដែលយើងមានចម្ងល់អីចឹងយើងអាចមកមើលសិភៅនៅទីនេះបានដើម្បីជាគំនិតរបស់យើង យើងបានចូលរួមចំណែកជាច្រើនក្នុងការដឹកនាំផ្លាស់ប្ដូរហើយនឹងជួយចង្អុលទិសទៅដល់ជំនាញនឹងក្នុងរយៈពេលជាង10ឆ្នាំមកនេះគឺខ្ញុំក៏បានបង្កើតធនធានជាច្រើនសម្រាប់វិស័យទាំងមូលហ្នឹងបរិបទនៅជុំវិញជំនាញសិប្បកម្មនោះវាកាន់តែយល់ច្បាស់ជាងមុនទួលនីតិសំខាន់ក្នុងការរកអ្វីទៅដែលជាចំណុចពិសេសចំណុចសំខាន់នៃសិប្បកម្មរបស់គម្រោងមួយហ្នឹងសម្រាប់អតិថិជនមួយហ្នឹងនៅទីតាំងមួយហ្នឹងអ្វីដែលយើងបង្កើតមកហ្នឹងតើវាមានភាពប្លែកអស្ចារ្យកន្លែងណា